បណ្ឌិតនៅក្នុងក្រុមហ៊ុននៅក្នុងរដ្ឋាភិបាលនៅក្នុងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងអង្គការសហជីវជាតិគឺជាបុគ្គលិករបស់អង្គការសហជីវជាតិគួរតែក្រោកឈរឡើងដើម្បីប្រាប់ទៅរដ្ឋាភិបាលដើម្បីប្រាប់ទៅគណៈបព្វប្រឆាំងគ្រប់ទីកន្លែងនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅរាជបណ្ឌិតសភាមិនគួរសងំឲ្យថ្នាក់ដឹកនាំធ្វើស្រេចតែចិត្តទេខ្ញុំឧទាហរណ៍ខ្ញុំឡើងជិះម៉ូតូឌុបខ្ញុំមិនមែនឲ្យអ្នកម៉ូតូឌុបនឹងបើកបរហោះស្ទើរចិត្តទេពេលដែលខ្លាំងពេលដែលគាត់ជិះលឿនខ្ញុំត្រូវឲ្យគាត់ជិះយឺតពេលដែលគាត់ចង់បត់ឆ្វេងខ្ញុំត្រូវបត់ស្ដាំព្រោះខ្ញុំត្រូវទៅស្ដាំហើយរាល់ថ្ងៃនេះអ្នកនយោបាយគឺបើកទូកមួយចង់ជិះក្បាលទូកក៏បានចង់ជិះកតុយទូកក៏បានចង់ជិះចំហៀងទូកក៏បានអាទូកលិចពេលណាក៏អ្នកជិះនៅតែស្ងៀមសួរថាតើនៅពេលដែលលិចទូកនឹងបញ្ញវន្តទាំងអស់ហ្នឹងស្លាប់ទេកន្លងមកស្លាប់ភាគច្រើនគឺបញ្ញវន្តចឹងខ្ញុំសូមឲ្យអំពាវនាវឲ្យបញ្ញវន្តក្រោកឈរឡើងហើយជួយទៅរដ្ឋាភិបាលជួយទៅគណៈបព្វប្រឆាំងដើម្បីឲ្យមានដំណោះស្រាយនៅក្នុងកលៈទេសៈនេះបាទ